មានរឿងនិទានមួយបានដំណាលមកថាមានព្រះអង្គម្ចាស់មួយព្រះអង្គព្រះនាមព្រះអង្គទេពពង្សព្រះអង្គមានបុត្រីមួយអង្គដែលទ្រង់សពព្រះទ័យខ្លាំងលើសពីជីវិតរបស់ទ្រង់ទៅទៀតបុត្រីរបស់ព្រះអង្គមានព្រះនាមថាព្រះនាងវិជ្ជរាព្រះនាងមានរូបឆោមស្រស់ស្អាតនិងមានចរិតសុភាពរាបសារថែមទៀតផងរាល់ពេលដែលព្រះនាងតុបតែងព្រះកាយព្រះនាងមិនដែលភ្លេចលម្អស្នៀតសក់ដ៏ស្រស់ស្អាតដែលជារបស់មានតម្លៃរបស់ព្រះមាតាព្រះនាងមុនពេលដែលទ្រង់សោយទីវង្គតបុត្រសូមថ្វាយបង្គំព្រះបិតាល្អហើយបុត្រីបិតាធំពេញវ័យទៅពិតជាស្រស់ស្អាតណាស់ដូចជាមាតារបស់បុត្របេះបិទជាពិសេសស្នៀតសក់ដែលព្រះមាតាបុត្របានបន្សល់ទុកឲ្យបុត្រនេះកាន់តែលើកសម្រស់របស់បុត្រថែមមួយកម្រិតទៀតព្រះពរព្រះបិតាស្នៀតសក់នេះបុត្រសពប្រតិខ្លាំងណាស់ពេលដែលបុត្របានឃើញស្នៀតសក់នេះបុត្រតែងតែនឹកឃើញទៅដល់ព្រះមាតាជានិច្ចបុត្រនឹងយកស្នៀតសក់នេះទៅតាមខ្លួនមិនឲ្យឃ្លាតឡើយបិតាជឿថាព្រះមាតារបស់បុត្រដែលនៅឯឋានលើនោះក៏កំពុងតែញញឹមសម្លឹងមើលមកបុត្រដូចគ្នានៅពេលដែលបានឮបុត្រមានសវណ្ណីបែបនេះព្រះពរព្រះបិតាព្រះមេតាបុត្រប្រជិនឹកដល់ព្រះមេតាខ្លាំងណាស់ព្រះមេតាបុត្រក៏ប្រហែលជានឹកដល់បុត្រដូចគ្នាអូទីនេះត្រជាក់ខ្លាំងណាស់ស្នៀតសក់ខ្ញុំវាវោហើយស្នៀតសក់ខ្ញុំជ្រុះចូលទៅក្នុងទឹកបាត់ទៅហើយធ្វើយ៉ាងម៉េចទៅយើងមិនចេះហែលទឹកទេមានអ្នកណានៅទីនេះទេមានអ្នកណានៅទេអូយគ្មានអ្នកណានៅទេស្នៀតសក់ខ្ញុំធ្វើយ៉ាងម៉េចទៅមានតែបថុយចុះទឹកនេះហើយជួយផង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 ស្នៀតសក់ស្នៀតសក់ស្នៀតសក់ខ្ញុំនៅទីនេះតាបើថ្ងៃណាមួយខ្ញុំធ្វើឲ្យបាត់ស្នៀតសក់មួយនេះខ្ញុំនឹងមិនលើកលែងឲ្យខ្លួនឯងច្ដាច់ខាតព្រះនាងរៀបចំព្រះកាយហើយពិតជាស្រស់ស្អាតខ្លាំងណាស់ព្រះនាងបងភីលៀងនិយាយការបដិតែនឹងឬក៏គ្រាន់តែបញ្ជូលខ្ញុំទេនេះជារឿងពិតណាស់ព្រះមេម្ចាស់ខ្ញុំម្ចាស់មិនមែនបញ្ជូលទេមែនហើយបងភីលៀងមួយថ្ងៃខ្ញុំនៅតែក្នុងវាំងមិនដែលបានយាងចេញទៅក្រៅម្ដងណាឡើយខ្ញុំពិតជាចង់ចេញទៅមើលទេសភាពនៅខាងក្រៅខ្លាំងណាស់ចង់ដឹងថាតើនៅក្រៅរាជវាំងមនុស្សម្នាគេធ្វើអីខ្លះហើយគេរស់នៅយ៉ាងម៉េចតែរឿងនេះព្រះអង្គធ្លាប់មានបន្ទូលហើយគឺហាមមិនឲ្យព្រះនាងយាងចេញទៅក្រៅរាជវាំងផ្ដេសផ្ដាសឡើយព្រះមេម្ចាស់រឿងនេះខ្ញុំនឹងទៅសុំដល់ព្រះបិតាដោយផ្ទាល់ខ្ញុំជឿថាព្រះបិតាមិនដាច់ប្រតិយនោះទេព្រះមេព្រះនាងបើអញ្ចឹងក៏តាមប្រតិយព្រះនាងទៅចុះបុត្រសូមក្រាបថ្វាយបង្គំព្រះបិតាល្អហើយបុត្រថ្ងៃនេះបុត្រមានការអីមែនទេបានជាមករកបិតាបែបនេះហ៎បុត្រគឺបុត្រមានរឿងចង់សុំរាជានុញ្ញាតពីព្រះបិតាបុត្រមានរឿងអីមានសវណ្ណីមកចុះគឺបុត្រចង់យាងចេញទៅក្រៅរាជវាំងពី3ថ្ងៃព្រះបិតាមិនបានទេបុត្រនៅខាងក្រៅវាំងព្រះបិតាខ្លាចបុត្រមានរឿងអីកើតឡើងបិតាមិនអនុញ្ញាតទេបុត្រព្រះបិតាបុត្រសន្យានឹងព្រះបិតាថាបុត្រនឹងមិនឲ្យមានរឿងអ្វីកើតឡើងឡើយព្រះបិតាសូមព្រះបិតារាជានុញ្ញាតទៅណាព្រះពរម្ចាស់បានបិតាអនុញ្ញាតឲ្យបុត្រយាងចេញទៅបានតែបិតាមិនអនុញ្ញាតឲ្យបុត្រយាងទៅពី3ថ្ងៃនោះទេគឺត្រូវយាងចូលវាំងវិញនៅល្ងាចនេះបិតាតែបុត្របើបុត្រមិនព្រមបិតាក៏មិនអនុញ្ញាតឲ្យបុត្រយាងចេញទៅដែរអត់ទេព្រះបិតាបុត្រព្រមឲ្យតែព្រះបិតារាជានុញ្ញាតឲ្យបុត្រយាងចេញទៅក្រៅគឺបុត្រព្រមចាំណាបុត្រមិនត្រូវយាងមកវិញយឺតឡើយព្រះពរព្រះបិតាពិតជាស្ដាយណាស់បងព្រះបិតារាជានុញ្ញាតឲ្យយាងចេញហើយតែត្រូវវិលមកវិញពេលល្ងាចនេះព្រះនាងព្រះអង្គធ្វើនេះក៏ព្រោះតែព្រះអង្គខលខ្វាយនិងបារម្ភចំពោះព្រះនាងដែរព្រះនាងស្ដាប់តាមព្រះអង្គទៅមិនខុសនោះទេអត់ជំរឿទេបង
ត្រូវតែធ្វើតាមព្រះបិតាហើយអូអីវ៉ាន់ខ្ញុំម្ចាស់បានរៀបចំរួចហើយព្រឹកស្អែកនេះព្រះនាងអាចយាងទៅបានហើយអរគុណហើយបងគិតដូចខ្ញុំទេតាមពិតទៅទេសភាពនៅក្រៅរាជវាំងក៏ស្អាតដែរមានធម្មជាតិស្អាតណាស់ខ្យល់ត្រជាក់រហឹមមើលចុះពួកយើងដើរយូរហើយតែដូចជាមិនឃើញមានអ្វីគួរឲ្យព្រួយបារម្ភដូចជាព្រះបិតាព្រួយបារម្ភនោះទេជាពិសេសពេលដើរបែបនេះមានអារម្មណ៍ថាមានសេរីភាពណាស់ព្រះនាងរឿងនេះកុំទុកបតីពេកអីព្រះម៉ែម្ចាស់ព្រោះមនុស្សតែងតែមានអ្នកល្អនិងអ្នកមិនល្អមិនអាចមើលងាយស្ថានភាពបានទេព្រះម៉ែម្ចាស់ម្យ៉ាងព្រះអង្គមិនបានជ្រាបទេថាព្រះនាងយាងចេញមកក្រៅរាជវាំងគ្មានសេនាហែហមនោះបើសិនជាព្រះអង្គជ្រាបវិញនោះច្បាស់ជាវីវជាមិនខានទេកុំព្រួយបារម្ភពេកអីបងបើបងមិននិយាយហើយខ្ញុំមិននិយាយតើអ្នកណាដឹងទៅខ្ញុំថាគ្មានអីនោះទេតោះបញ្ញាប់ដានតិចទៅនៅមិនយូរទេនឹងដល់ពេលដែលត្រូវត្រឡប់ទៅវិញហើយអាប៉ងនោះជាស្រីស្អាតតើវ៉ៃហេស្អាតមែនតាហើយចុះឯងគិតយ៉ាងម៉េចដែរសួរដូចមិនដឹងឲ្យតែស្រីស្អាតនោះមិនដែលរំលងពីយើងនោះទេហើយបើអញ្ចឹងទៅតែមងទៅអូនស្រីទាំងពីរហើយដើរទៅណានឹងបលឹងស្រីស្អាតអើយទៅជាមួយបងទៅឲ្យអូនប្រហើនឯងមិនខ្លាចដាច់ក្បាលទេដាច់ក្បាលហើយដាច់ក្បាលអីទៅសំអាងលើស្រីទុនខ្សោយដូចជាពួកអូនហ្នឹងហើយអាចធ្វើអីពួកបងបានទៅទៅជាមួយពួកបងទៅអូនទៅជាមួយបងទៅអូនឆាប់លែងដៃព្រាមទៅពួកឯងក៏ធ្វើអីផ្ដេសផ្ដាសឆាប់លែងទៅលែងចឹងទៅណែលែងចឹងទៅថាឲ្យលែងចឹងទៅពួកឯងធ្វើអីនឹងឆាប់លែងនាងភ្លាមអាយ៉ាអូយចាប់រត់ទៅអាមួយនេះវាចេះក្បាច់គុណបើហើយផ្ញើទុកសិនចុះឯងទៅយើងអស់យយនាងទាំងពីរមិនអីទេខ្ញុំអរគុណលោកហើយដែលបានជួយខ្ញុំបើលោកមកមិនទាន់ទេនោះពួកខ្ញុំទាំងពីរនាក់ច្បាស់ជាត្រូវពួកវាធ្វើបាបជាមិនខានមិនអីទេនាងទាំងពីរទៅណាមកណាដែរមិនក៏ដើរមកដល់ទីនេះទៅវិញគឺពួកខ្ញុំគឺជាអ្នកដំណើរមកពីឆ្ងាយហើយក៏ដើរកាត់នៅទីនេះទៅរសៀលទៅហើយធ្វើដំណើរឆ្ងាយយ៉ាងនេះបើមិនប្រកាន់ទេទៅសម្រាប់នៅផ្ទះខ្ញុំសិនក៏បាននាយគឺជាមនុស្សប្រុសហើយពួកខ្ញុំគឺជាមនុស្សស្រីឲ្យទៅផ្ទះនេះបានយ៉ាងម៉េចទៅនៅផ្ទះខ្ញុំមិនមែនមានតែខ្ញុំម្នាក់ទេគឺនៅមានលោកយាយខ្ញុំទៀតតែបើនាងទាំងពីរថាមិនអាចទៅបានទេខ្ញុំក៏មិនហ៊ានបង្ខំដែរខ្ញុំសូមអរគុណលោកម្ដងទៀតសម្រាប់ទឹកចិត្តប្រពៃមួយនេះបើមាននិស្ស័យថ្ងៃក្រោយពួកយើងច្បាស់ជាបានជួបគ្នាទៀតជាមិនខានពួកខ្ញុំទៅសិនហើយបាទធ្វើដំណើរប្រយ័ត្នប្រយែងផងណាពន្លឺស្អីអញ្ចេះស្នៀតសក់តាប្រហែលជារបស់នាងមិញនេះហើយមើលទៅធ្វើមិនទៅណោះពេលនេះទៅលេងតាន់ហើយយកទុកសិនចុះប្រហែលជាថ្ងៃក្រោយនាងអាចនឹងមកយកវិញផងក៏ថាបានបងស្នៀតសក់ខ្ញុំណៃណាបងស្នៀតសក់ប្រនាងតិចលោជ្រុះពេលមានរឿងទេដឹងបងស្នៀតសក់នោះមិនអាចបាត់បានទេធ្វើមិនទៅគឺមានតែត្រូវដាក់ប្រកាសទេប្រនាងតែខ្ញុំមិនចង់ឲ្យព្រះបិតាដឹងពីរឿងនេះទេខ្លាចទ្រង់សួរនាំពីមូលហេតុបើទ្រង់ដឹងថាពួកយើងចេញទៅមានរឿងបែបនេះទ្រង់ច្បាស់ជាខ្ញាល់ជាមិនខានអូយបើអញ្ចឹងតើមានមធ្យោបាយអីទៅគឺមានតែចេញទៅរកដោយខ្លួនឯងទេចេញទៅរកដោយខ្លួនឯងចេញទៅយ៉ាងម៉េចទៅព្រះនាងព្រះអង្គច្បាស់ជាមិនរាជអនុញ្ញាតទេព្រះម៉ែម្ចាស់បើអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅបងស្នៀតសក់នោះគឺជារបស់តែមួយគត់ដែលព្រះមេដាប្រទានឲ្យខ្ញុំមុនពេលទ្រង់ចាក់ចេញទៅខ្ញុំមិនគួរណាធ្វើឲ្យវាជ្រុះបាត់បែបនេះសោះព្រះនាងបែបនេះបានទេ
ថ្ងៃស្អែកនេះព្រះអង្គទ្រង់នឹងយាងចេញទៅនគរសីមាទ្រង់យាងទៅលើកនេះប្រហែលជាមួយសប្តាហ៍ទើបយាងត្រឡប់មកវិញឆ្លៀតពេលនេះខ្ញុំម្ចាស់និងព្រះនាងអាចចេញទៅរកស្នៀតសក់នោះបានហើយបានចឹងសម្រេចបែបនេះទៅចុះបុត្រីបិតាបុត្រសូមក្រាបថ្វាយបង្គំព្រះបិតាល្អហើយបុត្របិតាមកមើលបុត្រតើបុត្រចេញទៅក្រៅវាំងនោះតើបានតតឃើញអ្វីខ្លះនឹងជួបអ្វីខ្លះព្រះពរព្រះបិតាបុត្របានកត់ឃើញច្រើនណាស់ព្រះពរឃើញថាប្រជាជនរាស្ត្រទាំងអស់សុខសប្បាយមានសុខសន្តិភាពពេញបរិបូរណ៍ខ្ញុំម្ចាស់សប្បាយរីករាយខ្លាំងណាស់ព្រះពរម្ចាស់ល្អហើយបុត្រឲ្យតែបុត្រនិយាយបានថាសប្បាយប្រតិនោះបិតាក៏ធូរចិត្តដែរមែនហើយស្អែកនេះបិតានឹងយាងទៅកាន់នគរសីមារយៈពេល1សប្តាហ៍ដូច្នេះបុត្រត្រូវតែនៅក្នុងវាំងមិនត្រូវលួចយាងចេញទៅណាផ្ដេសផ្ដាស់ឡើយណាដឹងទេបុត្រព្រះពរព្រះបិតាបុត្រដឹងហើយព្រះពរម្ចាស់ល្អបិតាលែងរំខានបុត្រទៀតហើយបិតាត្រឡប់ទៅវិញហើយណាព្រះពរព្រះបិតាអូយនេះសំណាងណាស់ព្រះនាងដែលព្រះអង្គមិនចាប់អារម្មណ៍ស្នៀតសក់របស់ព្រះនាងមិនអញ្ចឹងទេច្បាស់ជាមិនដឹងថាត្រូវរកលេសអ្វីទូលដល់ព្រះអង្គឡើយមែនហើយបងបានអញ្ចឹងស្អែកនេះធ្វើតាមផែនការយើងណាបងព្រះមេព្រះនាងបងពួកយើងរកយូរណាស់ហើយតែមិនឃើញសោះមិនដឹងថាបាត់ទៅកន្លែងណាទេបងខ្ញុំម្ចាស់ថាព្រះនាងឈប់សម្រាកនៅក្រោមដើមឈើនេះសិនទៅទុកឲ្យខ្ញុំម្ចាស់ជាអ្នកដើររកវិញព្រះមេម្ចាស់មិនអីទេបងជួយរកគ្នាទៅក្រែងឆាប់បានឃើញតែព្រះនាងហត់ហើយបាននៅតែបែបនេះទៀតព្រះនាងច្បាស់ជាកាត់ខ្យល់ជាមិនខានទេមិនអីទេបងខ្ញុំអាចទៅរួចព្រះមេព្រះនាងបាញ់ចឹងក៏តាមប្រតិព្រះនាងចុះព្រះមេម្ចាស់ព្រះនាងនិងភីលៀងខំដើររកស្នៀតសក់នោះអស់រយៈពេល1ថ្ងៃទៅហើយតែនៅតែមិនអាចរកឃើញទៀតព្រះនាងក្រោយខំប្រឹងរកគ្រប់កន្លែងហើយនៅតែមិនឃើញក៏នឹកអស់សង្ឃឹមជាខ្លាំងគិតថាប្រហែលជាមិនអាចរកស្នៀតសក់នោះឃើញឡើយតាមមើលទៅប្រហែលជាមិនអាចរកស្នៀតសក់នោះឃើញវិញទេតើបាត់ទៅណាទៅព្រះនាងពេលនេះពួកយើងរកស្នៀតសក់នោះមិនឃើញទេគិតធ្វើយ៉ាងម៉េចទៅព្រះនាងហើយពេលនេះមេងក៏ចិត្តយប់ទៀតពួកយើងគួរតែត្រឡប់ទៅវាំងវិញទៅល្អទេព្រះនាងអត់ទេបងខ្ញុំមិនអស់សង្ឃឹមទេខ្ញុំត្រូវទៅរកស្នៀតសក់នោះឲ្យឃើញព្រះមេព្រះនាងខ្ញុំម្ចាស់នឹងកំដរព្រះនាងដើម្បីរកស្នៀតសក់នោះឲ្យឃើញមកវិញអរគុណណាស់បងយាយពេលនេះមេចិត្តយប់ទៅហើយយាយសម្រាប់នឹងត្រឡប់ទៅផ្ទះមុនទៅខ្ញុំនៅបង្ហាយត្រង់នេះបន្តិចខ្ញុំនឹងទៅតាមក្រោយណាយាយឯងក៏ប្រញាប់សម្រាប់ដែរទៅណាកុំនៅយូរពេកដឹងទេបាទយាយនៅតែបន្តិចទៀតទេរួចហើយបើអញ្ចឹងយាយត្រឡប់ទៅផ្ទះមុនហើយណាបាទយាយក្រោយយាយច័ន្ទត្រឡប់ទៅផ្ទះវិញនាយដនក៏នៅបន្តដាំផ្កានេះមួយសន្ទុះទើបមកឈប់សម្រាកនៅក្រោមដើមឈើធំមួយដែលនៅក្បែរនោះដនគេបានយកស្នៀតសក់ដែលគេរើសបាននោះមកមើលស្នៀតសក់អើយតើពេលនេះម្ចាស់ឯងបានដឹងថាបាត់ឯងទេម្ចាស់ឯងពិតជាស្អាតណាស់ថែមទាំងសុភាពទៀតមិនដឹងថាយ៉ាងម៉េចទេពេលដែលយើងឃើញឯងយើងតែងតែនឹកដល់ម្ចាស់ឯងជានិច្ចបើមាននិស្ស័យមែននោះសូមឲ្យពួកយើងជួបគ្នាម្ដងទៀតផងចុះនិយាយរួចនាយដនក៏លីចប់នឹងសម្ភារៈធ្វើសួនផ្កាត្រឡប់ទៅផ្ទះវិញចំណែកព្រះនាងនិងភីលៀងទោះជាពេលយប់ក៏នៅតែព្យាយាមស្វែងរកស្នៀតសក់នោះដដែលតែនៅតែរកមិនឃើញព្រះនាងពេលនេះមេឃងងឹតទៅហើយពួកយើងចង់រកក៏រកមើលមិនឃើញដែរបានអញ្ចឹងពួកយើងសម្រាប់សិនទៅចាំស្អែកចាំគិតទៀតព្រះនាងពេលនេះសម្រាប់យ៉ាងម៉េចទៅយប់ងងឹតបែបនេះមានតែត្រូវសុំផ្ទះអ្នកភូមិសម្រាប់សិនហើយបានអញ្ចឹងពួកយើងដើរទៅមុខទៀតទៅព្រះមេព្រះនាងនិងភីលៀងក៏បន្តដំណើរទៅមុខទៀតដើរបានបន្តិចក៏ស្រាប់តែមានសត្វពស់មួយក្បាលវាមកចឹកជើងព្រះនាងធ្វើឲ្យព្រះនាងមិនអាចយាងទៅមុខទៀតបានឡើយអូយបងខ្ញុំចុកចឹងណាស់ហាព្រះនាងមានរឿងអីទៅព្រះនាងអូយបងមិញនេះដូចជាមានអីមកខាំជើងខ្ញុំណាបង
ហាពិតមែនឯព្រះនាងឲ្យខ្ញុំម្ចាស់សមមើលតិចមើលព្រះនាងត្រូវពោះចឹកហើយពោះចឹកអេអូយខ្ញុំចុកណាស់បងអូយព្រះនាងចាំមិនទៅហើយព្រះនាងកំពុងតែភ័យស្រាប់តែនាយដនក៏បានក្រឡេកឃើញមានមនុស្សនាយក៏ដឹងក្នុងចិត្តថាច្បាស់ជាមានអ្នកណាកើតអីមិនខានទើបបានជាអង្គុយនៅទីនេះនាយក៏ដើរសំដៅទៅទីនោះលោកសូមលោកជួយផងទៅអ្នកនាងខ្ញុំត្រូវពោះចឹកពេលនេះស្លាប់បាត់ទៅហើយពិតមែនឯណាឲ្យខ្ញុំសូមមើលបន្តិចមើលគឺទីនេះហើយនេះគឺអ្នកនាងទាំងពីរនាក់ដែលបានជួបខ្ញុំកាលពីថ្ងៃមុននោះតាគឺជាលោកនេះសំណាងណាស់ដែលបានជួបលោកម្ដងទៀតតែពេលនេះកុំទាន់និយាយច្រើនអីសូមជួយដល់អ្នកនាងខ្ញុំផងចុះបាននីដនក៏អោនបឺតពឹសចេញពីជើងរបស់ព្រះនាងក្រោយបឺតពឹសជើងបានមួយសន្ទុះហើយនីដនក៏និយាយទៅកាន់ភីលៀងពេលនេះខ្ញុំជួយសង្គ្រោះបឋមដល់អ្នកនាងហើយតែខ្ញុំសូមអនុញ្ញាត3អ្នកនាងទៅផ្ទះរបស់ខ្ញុំព្រោះនៅផ្ទះខ្ញុំលោកយាយខ្ញុំមានថ្នាំបន្សាបពឹសពោះបានប៉ុន្តែខ្លាចមិនសមមែនទេខ្ញុំថាមកដល់ពេលនេះហើយអាយុជីវិតអ្នកនាងរបស់អ្នកនាងសំខាន់ជាងការភ័យខ្លាចជាមួយនឹងខ្ញុំទៅទៀតបានអញ្ចឹងធ្វើតាមលោកទៅចុះបានពេលទៅដល់ផ្ទះយាយច័ន្ទដែលជាយាយរបស់នាយដនបានសួរទៅកាន់ចៅប្រុសដោយក្តីងឿងឆ្ងល់ដនហើយចៅ3អ្នកណាមកផ្ទះយើងនឹងចៅជាស្រីទៀតយាយអ្នកនាងខាងនេះត្រូវពោះចឹកយាយជួយផងទៅណាយាយត្រូវពោះចឹកមកដាក់នាងលើក្រែនេះហើយចៅចាំយាយជួយមើលឲ្យហើយឯងទៅយកថ្នាំដែលយាយហាលក្រៀមនៅកន្លែងដាក់ថ្នាំមកណាបាទយាយសូមយាយជួយដល់អ្នកនាងខ្ញុំផងទៅយាយចាំយាយពិនិត្យមើលសិនពឹសពោះប្រភេទនេះសាហាវខ្លាំងណាស់តែមិនអីទេយាយមានវិធីអាចជួយបានយាយពិតជាអាចជួយអ្នកនាងខ្ញុំបានពិតមែនទេយាយពិតជាបានកុំបារម្ភអីគ្រាន់តែថាពឹសពោះនេះត្រូវការព្យាបាលរយៈពេលយូរបន្តិចហើយតើត្រូវចំណាយពេលយូរប៉ុណ្ណាទៅយាយបើឆាប់កន្លះខែហើយបើយូរក៏ត្រូវប្រើពេល1ខែដែរហើយវីវហើយយូរយ៉ាងនេះគិតធ្វើយ៉ាងម៉េចទៅយាយថ្នាំមកដល់ហើយយាយឆាប់យកមកឲ្យយាយមកចៅយាយច័ន្ទបានយកថ្នាំមកបិទពីលើត្រង់កន្លែងពោះចឹកហើយរុំរបួសនោះជាប់និងនិយាយទៅកាន់នាយដននិងភីលៀងថាចៅទាំងពីរត្រូវនៅចាំមើលនាងឲ្យជាប់ដឹងទេបើសិនជាយប់នេះនាងក្តៅខ្លួនត្រូវប្រញាប់ប្រាប់យាយភ្លាមចាលោកយាយនៅយប់នោះនាយដននៅអង្គុយចាំមើលព្រះនាងរហូតចំណែកនាងភីលៀងវិញនោះព្រោះតែអស់កម្លាំងពីថ្ងៃដែលខំដើររកស្នៀតសក់ក៏លងលក់ទៅទាំងមិនដឹងខ្លួននាយដនអង្គុយសម្លឹងមុខព្រះនាងបណ្ដើរនឹកក្នុងចិត្តបណ្ដើរហេតុអីបានជាខ្ញុំបារម្ភពីអ្នកនាងខ្លាំងម្ល៉េះគ្រាន់តែដឹងថាអ្នកនាងត្រូវពោះចឹកក្នុងចិត្តខ្ញុំហាក់បញ្ជាក់ថាអ្នកនាងជាមនុស្សសំខាន់សម្រាប់ខ្ញុំបើអ្នកនាងយ៉ាងម៉េចទៅនោះខ្ញុំច្បាស់ជាខកចិត្តបំផុតកំពុងតែគិតស្រាប់តែព្រះនាងស្រែកមកមើលតិចឡើងស្នៀតសក់ព្រះបិតាបិទសំទោព្រះមេដាបិទសំទោអ្នកនាងនិយាយអីនឹងអ្នកនាងស្នៀតសក់មែនហើយឬមួយក៏នាងមករកស្នៀតសក់របស់នាងតាមមើលទៅប្រហែលជាស្នៀតសក់នេះសំខាន់ចំពោះនាងខ្លាំងហើយមើលទៅអ្នកនាងស្នៀតសក់អ្នកនាងមិនបាត់ទៅណាទេស្នៀតសក់នោះគឺនៅនឹងខ្ញុំនេះពេលដែលអ្នកនាងដឹងខ្លួនវិញខ្ញុំនឹងបកគលស្នៀតសក់នោះទៅឲ្យអ្នកនាងនាយដនបានអង្គុយចាំមើលព្រះនាងរហូតដល់ភ្លឺសំឡេងមាន់រងាវបន្លឺឡើងហាក់បញ្ជាក់ថាព្រះអាទិត្យកំពុងតែចរយាត្រាបំភ្លឺផែនដីយើងហើយចំណែកឯព្រះនាងក៏បើកភ្នែកតិចនឹងទារកទឹកស្រែកទឹកណាស់ទឹកអ្នកនាងដឹងខ្លួនហើយអ្នកនាងចាំតិចណាចាំខ្ញុំទៅយកទឹកមកឲ្យអ្នកនាងណែទឹកឆាប់ផឹកទៅខ្ញុំអរគុណហើយទីនេះជាកន្លែងណាហើយខ្ញុំមកដល់ទីនេះបានយ៉ាងម៉េចទៅគឺការប្រយុទ្ធមិញអ្នកនាងត្រូវពោះចឹកសំឡាងហើយដែលខ្ញុំទៅឃើញតាន់ក៏យកមកផ្ទះខ្ញុំពេលនេះ
អ្នកនាងរួចផុតពីគ្រោះថ្នាក់ហើយព្រោះលោកយាយរបស់ខ្ញុំបានយកថ្នាំមកបិទរបួសឲ្យអ្នកនាងហើយតែក៏ត្រូវរងចាំពេលវេលាបន្តិចទម្រាំតែអាចជាដូចដើមវិញបានខ្ញុំដូចជាធ្លាប់ឃើញលោកដែរណាចេះគឺខ្ញុំជាអ្នកដែលបានជួយអ្នកនាងពីកណ្ដាប់ដៃ2នាក់នោះកាលពីថ្ងៃមុននោះអីមែនហើយខ្ញុំចាំបានហើយខ្ញុំបានជំពាក់គុណរបស់លោកម្ដងទៀតហើយហេតុអីបានជាពេលមានរឿងតែតែមានវត្តមានរបស់លោករហូតអញ្ចឹងនេះគេហៅថាជានិស្ស័យនោះអីមែនហើយខ្ញុំជួយអ្នកនាង2ដងហើយតែខ្ញុំមិនដែលបានស្គាល់ឈ្មោះអ្នកនាងទេបើអ្នកនាងមិនប្រកាន់ទេតើអាចប្រាប់ឈ្មោះអ្នកនាងឲ្យខ្ញុំបានដឹងផងបានទេខ្ញុំឈ្មោះវិជ្ជរាចុះលោកវិញនោះខ្ញុំឈ្មោះដននិយាយតាមត្រង់ទៅចុះខ្ញុំពិតជាមិនគិតទេថានឹងអាចបានជួបអ្នកនាងម្ដងទៀតខ្ញុំពិតជាសប្បាយចិត្តណាស់ហេតុអីបានជាលោកសប្បាយចិត្តពេលដែលបានជួបខ្ញុំបែបនេះមិនដឹងទេតែអារម្មណ៍របស់ខ្ញុំប្រាប់ថាខ្ញុំពិតជាសប្បាយចិត្តពិនមែនហើយបារម្ភពីអ្នកនាងបំផុតពេលដែលដឹងថាអ្នកនាងត្រូវពោះចឹកបែបនេះ